ថ្ងៃនេះខ្ញុំចែកម្លែករូបមន្តធ្វើទឹកសៀងឲ្យមានរសជាតិឆ្ងាញ់យកទៅញ៉ាំមួយប្រហិតក៏បានញ៉ាំជាមួយប្រភេទផាក់ឡូវក៏បានដូចគ្នាងាយស្រួលធ្វើហើយមានរសជាតិឆ្ងាញ់ទៀតអញ្ចឹងដំបូងខ្ញុំមកកិនសៀងផ្អែមសិនសៀងផ្អែមហ្នឹងខ្ញុំប្រើ300ក្រាមបន្តមកទៀតនៅក្នុងចានមួយខ្ញុំដាក់ទឹកម្ទេសចូល5ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយអំបិលមួយចុងស្លាបព្រាប៊ីចេង1ស្លាបព្រាកាហ្វេជាមួយនឹងម្សៅស៊ុប1ស្លាបព្រាបាយអញ្ចឹងបន្តមកទៀតខ្ញុំយកខ្ទឹមសចិញ្ច្រាំហ្នឹងមកបំពងឲ្យឡើងឈ្ងុយហើយខ្ញុំបន្ថែមស្ករត្នោតចូលប្រហែលជា2ស្លាបព្រាបាយកូរឲ្យស្ករត្នោតឡើងក្រហមល្អហើយជំនាញដាក់គ្រឿងដែលយើងបានលាយមុនហ្នឹងចូលបន្តមកទៀតបន្ថែមសៀងដែលយើងបានកិនមុនហ្នឹងចូលជាមួយគ្នាទាំងអស់មកយើងកូរទឹកសៀងហ្នឹងនៅលើភ្លើងក្តៅល្មមកូររហូតដល់វាឡើងពុះរៀងដាច់ទឹកមើលទៅថាវារៀងឡើងខាប់ប៉ុណ្នេះហើយទឹកសៀងយើងហើយហើយទឹកសៀងនេះយកមកញ៉ាំប្រហិតធម្មតាក៏បានឬក៏យកទៅឆឹងប្រហិតក៏បានដូចគ្នាយើងកិនសៀងខ្លួនឯងចឹងទឹកសៀងនឹងឈ្ងុយខ្លាំងមែនតើបបប្រភេទសៀងដបរសជាតិអត់ឆ្ងាញ់ហើយអត់ឈ្ងុយចឹងឯងញ៉ាំប្រហិតសំខាន់ជាងគេគឺទឹកសៀងហ្នឹងហ្មងតែទឹកសៀងអត់ឆ្ងាញ់គឺចប់ហ្មងតែបើសិនជាចង់បន្ថែមរសជាតិឲ្យហូបយើងឲ្យកាន់តែឆ្ងាញ់ទៀតអាចញ៉ាំជាមួយនឹង V lemon tea បានហើយមិនបាច់ភ័យទេ V lemon tea អត់មានរសជាតិផ្អែមខ្លាំងទេផ្អែមល្មមឆ្ងាញ់ខ្លាំងមែនតើបើអត់ជឿទេអាចសាកបាន